Hello，大家好，我是秀晶សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺសៀវជីងអញ្ចឹងសម្រាប់ថ្ងៃនេះដែរយើងបន្តមេរៀនយើងកាលពីថ្ងៃមុនដោយថ្ងៃនេះយើងចូលដល់ចំពុកទី5មេរៀនទី13ដើម្បីកុំឲ្យខាត់ពេលយើងអាចទៅមើលទាំងអស់គ្នាបាន第五单元时间和天气第五单元时间和天气第五单元បានជាចំពុកទី5时间和天气时间ពេលវេលា和និង天气អាកាសធាតុ时间和天气បានជាពេលវេលានិងអាកាសធាតុ第13课现在几点第13课现在几点第13课មេរៀនទី13现在几点现在បានន័យថាឥឡូវនេះ几点បានន័យថាម៉ោងប៉ុន្មាន现在几点ឥឡូវនេះម៉ោងប៉ុន្មាន现在几点现在几点អញ្ចឹងឥឡូវនេះម៉ោងប៉ុន្មាន现在5点半现在5点半现在ឥឡូវនេះ5បានន័យលេខ55ទៀនបានន័យម៉ោង5ប៉ាន់បានន័យថាកន្លះ5ទៀនប៉ាន់5កន្លះ现在5点半បានន័យថាឥឡូវហ្នឹងម៉ោង5កន្លះយើងមកមើលពាក្យថ្មី现在现在បានន័យថាឥឡូវនេះជីបានន័យប៉ុន្មានទៀនបានន័យម៉ោងប៉ាន់កន្លះតទៀត clear អញ្ចឹង clear 现在几点现在几点បានថាឥឡូវនេះម៉ោងប៉ុន្មាន现在12点现在12点បានថាឥឡូវនេះម៉ោង10 12 12点ម៉ោង12现在5点半现在5点半បាននេះឥឡូវនេះគឺម៉ោង5កន្លះយើងចូលដល់លំហាត់ទី1អញ្ចឹងសម្រាប់លំហាត់ទី1គេឲ្យយើងស្ដាប់ tab អញ្ចឹងខ្ញុំសូមរំលងចំណុចហ្នឹងយើងចូលដល់លំហាត់ទី2គេឲ្យយើងអានឲ្យលឺអញ្ចឹងបងប្អូនអាចអានជាមួយខ្ញុំអរគ្នាបានជីទៀន9点2点5点现在几点现在几点现在5点半现在5点半យើងចូលលំហាត់ទី3អញ្ចឹងសម្រាប់លំហាត់ទី3គេឲ្យយើងស្ដាប់ tab ខ្ញុំសូមរំលងចំណុចមួយហ្នឹងយកមកមើលលំហាត់ទី4ទាំងអស់គ្នាអញ្ចឹងគេថាឲ្យយើងបង្កើតសន្ទនាតាមរយៈរូបភាពខាងក្រោមអញ្ចឹងបងប្អូនអាចមើល现在几点现在几点មានឥឡូវនេះម៉ោងប៉ុន្មាន现在5点半现在5点半បានឥឡូវនេះម៉ោង5កន្លះអញ្ចឹងបងប្អូនមើលខាងក្រោម现在几点现在几点ឥឡូវនេះម៉ោងប៉ុន្មានអញ្ចឹងបងប្អូនអាចមើលម៉ោងជាក់ស្ដែងរបស់បងប្អូនដែលកំពុងមើលវីដេអូអញ្ចឹងបងប្អូនអាចនិយាយបានដោយឆ្លើយនឹងទម្រង់ដូចគ្នានៅមេរៀនយើង现在បន្ទាប់មកដាក់ចំនួនម៉ោងថាឥឡូវហ្នឹងម៉ោងប៉ុន្មានអញ្ចឹងសម្រាប់ខ្ញុំឥឡូវខាងនេះម៉ោង9កន្លះអញ្ចឹងមកនៅពេលខ្ញុំឆ្លើយគឺ现在9点半现在9点半បានថាឥឡូវហ្នឹងគឺម៉ោង9កន្លះលំហាត់ទី5គឺគេឲ្យយើងអានហើយផ្គូផ្គងដើម្បីបកប្រែអញ្ចឹងខ្ញុំអានភាសាចិនហើយបកប្រែជាខ្មែរបងប្អូនអាចផ្គូផ្គងទៅជាមួយនឹងភាសាអង់គ្លេសខាងស្ដាំដៃបាន现在បានថាឥឡូវនេះប៉ាន់បានន័យថាពាក់កណ្ដាលឬក៏កន្លះ几点បានថាម៉ោងប៉ុន្មាន
nà bạn này ai na cho đó lùm hạt thì bộ mũi cái ở dương bọ prai bông ôn ai bọ prai cho một khi một khía nỉ truy nà bạn này tá nè từ ai na rồi còn nè từ ná 我去图书馆我去图书馆bạn này dùng từ bạn là lại chẳngสำหรับปีนั่นคือเมเรียนกาปีเมเรียนติดปีบ่เยอะ现在几点现在几点bạn hà lờiនេះម៉ោងប៉ុនម៉ាន现在9点半现在9点半bạn hà lờiនេះគឺម៉ោង5 9កន្លះអញ្ចឹងយើងចូលដល់ចំណុចទី7អញ្ចឹងចំណុចទី7គឺគេឲ្យយើងរៀនសរសេរអញ្ចឹងក្នុងនោះយើងសម្រាប់មេរៀននេះមាន4អក្សរមានអក្សរសៀនជីទៀនហើយនឹងអក្សរប៉ាន់អញ្ចឹងបងប្អូនអាចរៀនសរសេរដោយខ្លួនឯងនៅផ្ទះបានយើងចូលដល់ចំណុចទី8ដែលជាចំណុចចុងក្រោយនៅក្នុងមេរៀនសម្រាប់ថ្ងៃនេះអញ្ចឹងសម្រាប់ចំណុចទី8នេះគេឲ្យយើងបញ្ចេញសំឡេងបងប្អូនអាចរៀនអានជាមួយខ្ញុំទាំងអស់គ្នា大热天直出汗人热的手脚软ម្ដងទៀតណាបងប្អូន大热天直出汗人热的手脚软អញ្ចឹងខ្ញុំអាចបកប្រែជូនបងប្អូនអរគ្នាតា热天បានន័យសំដៅអាកាសធាតុហ្នឹងគឺក្តៅខ្លាំង直出汗បានន័យថាគឺ直出汗បានន័យញើស直出汗បានន័យគឺវាបែកញើសរហូត人热的手脚软人បានន័យមនុស្សអញ្ចឹងបានន័យមនុស្សយើងហ្នឹងមិន热ក្តៅរហូតដល់ឯគេ热的ក្តៅរហូតដល់手脚手បានន័យដៃ脚ជើងរាន់បានន័យតុនបានន័យថាគឺយើងហ្នឹងបានន័យក្តៅឡើងតុនដៃតុនជើងអស់ហើយពាក្យចុងក្រោយ热鬼សម្រាប់ពាក្យនេះដែរបងប្អូនអាចឃើញរូបភាពនៅខាងលើហើយអញ្ចឹងរូបភាពហ្នឹងគឺ热鬼ហើយ热鬼ហ្នឹងគឺគេសំដៅទៅលើអីបានន័យថាកាលពីសម័យមុនហ្នឹងគឺគេអត់មាននាឡិកាដូចយើងទេអញ្ចឹងគេធ្វើអាហ្នឹងមួយមកបានន័យថាបងប្អូនអាចមើលរូបភាពហ្នឹងគឺគេដៅទៅតាមរយៈសមោលបានន័យថាព្រះទឹកដើរអញ្ចឹងនៅពេលដែលសមោលវាចាំងចំកន្លែងណាគឺគេគិតថាពេលវេលាហ្នឹងគឺជាពេលវេលាមួយណាអញ្ចឹងអវត្ថុហ្នឹងអីដែលគេហៅថា热鬼សម្រាប់មេរៀនថ្ងៃនេះគឺយើងមានត្រឹមតែប៉ុណ្នេះយើងនឹងជួបគ្នានៅមេរៀនក្រោយទៀតអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំអរគុណបាយបាយ